តែជាហើយស្ដីទាំងអស់គ្នាតើអញ្ចឹងថ្ងៃនេះចង់បរៀនបងអំពី clear ឲ្យបងដឹងទាំងអស់គ្នាចេះទាំងអស់គ្នាពេលដែលយើងជួបគ្នាយើងសួរសុខទុក្ខគ្នាលក្ខណៈបែបសន្ទនាប្រចាំថ្ងៃតែម្ដងអញ្ចឹងទៅលើ clear ទី1គឺយើងសិក្សាទៅលើ最近你身体好吗最近你身体好吗អញ្ចឹង clear ទី1នេះយើងបកថាតើថ្មីនេះសុខភាពរបស់អ្នកយ៉ាងម៉េចដែរតើថ្មីនេះសុខភាពរបស់អ្នកយ៉ាងម៉េចដែរអញ្ចឹងឥឡូវចូលទៅ clear ទី2最近我身体好最近我身体好最近我身体好អញ្ចឹង clear ទី2នេះយើងបកថាថ្មីនេះសុខភាពរបស់ខ្ញុំល្អធម្មតាទេថ្មីនេះសុខភាពរបស់ខ្ញុំគឺល្អធម្មតាអត់មានកាត់អីទេបងប្អូនទាំងអស់គ្នាស្រាប់ clear ទី3គឺយើងនិយាយថា最近我身体不太好最近我身体不太好អញ្ចឹង clear ទី3នេះយើងបកថាថ្មីនេះសុខភាពរបស់ខ្ញុំមិនសូវល្អទេថ្មីនេះសុខភាពរបស់ខ្ញុំមិនសូវល្អទេ clear ទី4គឺយើងនិយាយសម្រាប់最近身体不好最近身体不好អញ្ចឹង clear ចុងក្រោយទី4នេះយើងបកថាថ្មីនេះសុខភាពខ្ញុំមិនល្អទេនិយាយទៅមិនល្អទេបង